ជំរាបសួរกับស្រីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះស្រីវិញជាគ្រូបង្ហាត់ប្រាណម្នាក់នៅ Elite Fitness ថ្ងៃនេះខ្ញុំចង់ចែករំលែកជីវិតផ្ទាល់ខ្លួនខ្លះៗទៅកាន់អ្នកទាំងអស់គ្នាពីមុនគេថាខ្ញុំចាស់ជាងអាយុក៏ព្រោះតែរូបរាងកាយនៃការលើសគីឡូរបស់ខ្ញុំហើយបច្ចុប្បន្ននេះគេថាខ្ញុំក្មេងជាងអាយុក៏ព្រោះតែរូបរាងកាយនៃការសម្រក់គីឡូរបស់ខ្ញុំដូច្នេះហើយខ្ញុំចង់ចែករំលែកអំពីបទពិសោធន៍មួយចំនួនដែលខ្ញុំបានឆ្លងកាត់កន្លងមកជូនបងប្អូនដើម្បីផ្លាស់ប្ដូរនិងទទួលបានរូបរាងមួយដ៏ស្រស់ស្អាតកាលពីឆ្នាំ2018ពីមុនមកខ្ញុំមានការលើសគីឡូរហូតដល់60គីឡូវាបានធ្វើឲ្យខ្ញុំមានផលវិបាកជាច្រើននិងធ្វើឲ្យខ្ញុំមានរូបរាងធាត់មានទំនុកចិត្តពិបាកក្នុងការជ្រើសរើសសម្លៀកបំពាក់ហើយនឹងមានភាពខ្វះអៀនជាច្រើនក្នុងការជួបមនុស្សដទៃព្រោះតែខ្វះភាពជឿជាក់លើខ្លួនឯងដូច្នេះហើយខ្ញុំក៏បានសម្រេចចិត្តចង់ផ្លាស់ប្ដូររូបរាងរបស់ខ្លួនឯងក៏បានស្វែងរកកន្លែងហាត់ប្រាណមួយកន្លែងខ្ញុំបានហាត់រយៈពេលមួយរយៈមិនទទួលបានផលព្រោះមិនសូវយល់ដឹងអំពីលំហាត់ប្រាណនិងមិនយល់ពីការរៀបចំរបបអាហារច្រើនតបមកក៏បានសម្រេចចិត្តចាប់ផ្ដើមស្វែងរកគ្រូបង្ហាត់ប្រាណគាត់បានណែនាំនិងគ្រប់គ្រងទៅលើរបបអាហារហើយបានរៀបចំលំហាត់ប្រាណឲ្យបានត្រឹមត្រូវខ្ញុំក៏ចាប់ផ្ដើមទទួលបានផលនៃការស្រក់គីឡូមកនៅ55គីឡូហើយក៏ចាប់ផ្ដើមស្រឡាញ់ក្នុងការហាត់ប្រាណក៏បានសម្រេចចិត្តចូលសិក្សាវគ្គខ្លីៗជាច្រើនកន្លងមកនិងបានអនុវត្តខ្លួនឯងរហូតស្រក់ទម្ងន់នៅសល់51គីឡូមកដល់ពេលនេះនិងព្យាយាមស្វែងយល់ឲ្យកាន់តែខ្លាំងទៅលើវិស័យ fitness អស់រយៈពេល3ឆ្នាំបន្ទាប់មកនៅក្នុងឆ្នាំ2023ក៏បានក្លាយទៅជាគ្រូបង្ហាត់ប្រាណមួយរូបដូច្នេះហើយតែខ្ញុំចង់លើកទឹកចិត្តដល់អ្នកទាំងអស់គ្នាដែលមានផលវិបាកក្នុងការលើសគីឡូផលភាពជឿជាក់និងគ្មានទំនុកចិត្តឲ្យបានមករកការហាត់ប្រាណព្រោះមិនថាបញ្ហាអ្វីការហាត់ប្រាណពិតជាជួយបានច្រើនមែនទែនទាំងបញ្ហាសុខភាពហើយនឹងជួយកាត់បន្ថយ stress ផ្ដល់ភាពជឿជាក់បង្កើនមិត្តភាពធ្វើឲ្យអ្នកក្លាយជាមនុស្សថ្មីជាមួយនឹងរូបរាងដែលអ្នកពេញចិត្តព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមានភាពស្រស់ស្អាតជារបស់ខ្លួនឯងដូចនេះកុំចាំយូរចាប់ផ្ដើមឥឡូវនេះ